Bà số đây này giờ ngày nay dùng một to kim mi sợi riêng một dương nè, okay. Trong kim mi sợi riêng đây là cụ lược vô mà này cứ STA nè, okay. Trong STA cứ chỉ lại là bỏ xịt bọc select đó nè, còn là về bắt đầuពី atom H យើងជំនួស atom R' ណា OK ការហៅឈ្មោះវាយើងបដូរពីពាក្យថា OH របស់ carboxylic select ទៅជា OR ហើយរបៀបហៅឈ្មោះគឺយើងហៅ R' មុនណាគឺ R ភ្ជាប់ជាមួយ atom O នេះមុនបន្ទាប់មកបានយើងហៅ R តាមក្រោយ OK អញ្ចឹងឥឡូវយើងមើលឧទាហរណ៍ការហៅឈ្មោះវាទី1ណា OK អញ្ចឹងយើងហៅខាងផ្នែក methyl ដែលភ្ជាប់ជាមួយនឹង atom O មុនគេណា OK អញ្ចឹងយើងហៅថាម៉េចគេយើងហៅថា methyl ណាបាទគឺគេហៅថា methyl ដល់ពេលអានេះយើងឃើញថាមាន atom កាបូនចំនួនប៉ុន្មានគាត់1 2អញ្ចឹងមកថា atom ដែលភ្ជាប់ជាមួយនឹង CO ណាយើងរាប់1ណាគេអញ្ចឹង1 2អញ្ចឹង2មានឈ្មោះថាអីគាត់ A អីបាទបើវាជា carboxylic គឺ etanoic ប៉ុន្តែដោយសារវាជា ester ណាអញ្ចឹងបើ ester យើងហៅថា etanoate ណាសំទោស etanoate យើងហៅថា etanoate បាទចំណែកឯឧទាហរណ៍ទី2វិញដូចគ្នាដែរគឺយើងហៅផ្នែក R' មុនគាត់ណាហៅផ្នែក R' មុនអញ្ចឹងយើងមើលតើអាតូមកាបូននៅខាង R' មានប្រមាណយើងបងលេខមក1 2ណាគឺមាន2គេហៅអីគាត់ ethyl ណាបាទគេហៅថា ethyl បាទអញ្ចឹងយើងផ្នែកខាង R វិញមានប្រមាណគាត់គឺមាន1 2ដូចគ្នាអញ្ចឹងយើងហៅថាម៉េចគាត់ A អី etanoate ណា etanoate ឈ្មោះវា etanoate បាទអញ្ចឹងឥឡូវយើងមើលឧទាហរណ៍ទី3ឧទាហរណ៍ទី3យើងដូចគ្នាដែរគឺយើងរាប់អាតូមដែលភ្ជាប់ជាមួយនឹងអាតូម O មុនគេតោះហ្នឹងគឺអាតូមទី1ជានិច្ចយើងអត់ខ្វល់ថាយើងគួរបងពីឆ្វេងទៅស្ដាំឬស្ដាំពីឆ្វេងទេគឺយើងបងអាតូមកាបូនដែលជាប់ទៅនឹងអាតូម O ទី1ជានិច្ចណាអញ្ចឹងយើងបងមក1 2 3អញ្ចឹង3គេហៅថាម៉េចគេអត់មានខ្នែងទេណាគឺយើងហៅវាថា pro អី propyl បាទ propyl យើងឃើញថានៅខាង R វិញមានអាតូមកាបូនតែមួយទេតើអញ្ចឹងមួយគេហៅមេណាអញ្ចឹង metanoate ណា metanoate បាទសំទោស metanoate អូខេអញ្ចឹងវីដេអូរបស់លោកគ្រូមានប៉ុណ្ណឹង